ជាបឋមខ្ញុំករណីអាភិបជាបច្ចារិកាវត្តស្រីសុផាន់អាភិបនេះស្ថិតនៅព្រៃបៀនខ្ញុំព្រៃស្លាប់ក្នុងក្រាំងខេត្តតាកែវជាគណៈគ្រប់គ្រងវិទ្យាល័យសុកអានព្រៃសណ្ដែកផងដែរសូមថ្វាយបង្គំដល់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈនិងព្រះធេរានុធេរៈគ្រប់អង្គទាំងប្រទេសនិងសូមចម្រើនពរដល់សម្ដេចទ្រង់អាដាមលោកជំទាវឲ្យបានជ្រាបថានៅក្នុងគណៈពេលនេះអាត្មាភាពបានចេញវីដេអូ live ឬក៏វីដេអូ clip ជាលើកទី2ដោយពីមុនមកគឺអាត្មាបានសម្ភាសមួយស្រីច័ន្ទវិនីម្ដងហើយប៉ុន្តែដោយការខ្វះចន្លោះនៅក្នុងនោះដែរគឺវិទ្យាល័យសុកអានព្រៃសណ្ដែកគឺមានសិស្សានុសិស្សដែលប្រឡងជាប់និទេស A ចំនួន8នាក់នៅក្នុងនោះដែរគឺមានសិស្សច័ន្ទវិនីអាត្មាបានសម្ភាសលើកទី1ហើយថាមានជីវភាពខ្វះខាតហើយដល់ពេលអញ្ចឹងទៅបានសម្ភាសតែលើបងប្អូនស្រីនឹងច្រាវជ្រាវទៅបងប្អូនស្រីកសារ៉ាន់ដែលនៅខាងស្ដាំដៃអាត្មានេះគឺគាត់ក៏មានជីវភាពប្រហាក់ផែននឹងបងប្អូនស្រីច័ន្ទវិនីផងដែរហើយក្នុងនោះដែរគឺវិទ្យាល័យសុកអានព្រៃសណ្ដែករបស់យើងមានសិស្សានុសិស្សប្រឡងជាប់និទេស A ចំនួន8នាក់នៅក្នុងនោះទី1គឺមានកងសារ៉ាន់ទី2ច័ន្ទវិនីទី3កាន់សុកមិថុនាទី4ជួនច័ន្ទវិមល5ណុញអារិយា6តនសានរក្សាទី7រុំណូរ៉ាទី8សុនស៊ីមេសិស្សទាំងអស់នេះគឺបានប្រឡងចប់និទេស A ហើយក្នុងចំណោមសិស្សតាម8នាក់ហ្នឹងគឺមានតែសិស្ស2នាក់ទេគឺមានច័ន្ទវិនីនិងកងសារ៉ាន់ផងដែរដែលមានជីវភាពខ្វះខាតដោយកងវិនីនោះគាត់គឺកំព្រាឪពុកម្ដាយកំព្រាម្ដាយឪពុកដោយសារឪពុកនឹងលេងលះជាមួយនឹងម្ដាយអញ្ចឹងម្ដាយទៅធ្វើការនៅកំពង់សោមកូនស្រីនេះគឺនៅជាមួយនឹងម្ដាយធំនឹងជីដូនអត់មានផ្ទះទេអញ្ចឹងទេបានហើយក៏មានការសម្ដោកប្រណីពីសម្ដេចគេមហាសេនាបតីដេជោហ៊ុនសែននិងសម្ដេចកតេព្រឹទ្ធបណ្ឌិតបានជួយទៅដល់ក្មេងស្រីច័ន្ទមិនីនោះបានម៉ូតូ020 6មួយគ្រឿងនិងថវិកាសម្រាប់រៀនបញ្ញាបត្រចំពុះមកចប់និងបច្ច័យសម្រាប់វិចាយវាយផងដែរក្នុងនោះហើយអាត្មាភាពក៏សូមមានសេចក្តីរីករាយយ៉ាងក្រៃពុនពេកដែរហ្នឹងហើយក៏បន្ទាប់នេះគឺសូមសួរអូនស្រីកងច័ន្ទសារ៉ាកងច័ន្ទកងសារ៉ាន់ឡើងធ្វើបទបង្ហាញឬក៏ពីជីវភាពនិងការសិក្សារបស់បងអូនអញ្ចឹងសូមអូនស្រីឡើងបង្ហាញខ្លួនតិចទៅដល់លើកដៃខ្ញុំរកាណាឈ្មោះកងសារ៉ាន់ទូនៅភូមិតេងឈូភូមិកាញ់ស្រុកក្រាំងខេត្តតាកែវជាបេក្ខជនសនិទេស A នៃវិទ្យាល័យសុកអានព្រៃសណ្ដែកឪពុកឈ្មោះមុំក្លិនម្ដាយឈ្មោះនិតសារីអ្នកខ្ញុំមានបងប្អូន4នាក់ចំណែកខ្ញុំជាកូនទី1សប្តាហ៍ដោយសារជីវភាពគ្រួសារនឹងខ្ញុំឲ្យបានជួបការលំបាកដោយដូច្នេះសូមអំពាវនាវដល់សប្បុរសជនក្នុងក្រៅប្រទេសឲ្យជួយអ្នកខ្ញុំដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យឲ្យអ្នកខ្ញុំបានជួបការលំបាកតាំងពីតទៅដោយសារតែជីវភាពគ្រួសារខ្វះខាតយ៉ាងខ្លាំងឲ្យនៅបឋមសិក្សាអ្នកខ្ញុំខ្វះសម្ភារៈសិក្សា
តបសូមលោកគ្រូនាយកលោកគ្រូជួនវ៉ាន់ជានាយករួមនៅវិទ្យាល័យព្រៃដាសុកអានព្រៃសណ្ដែកប្រាប់អំពីការសិក្សាឬក៏ស្ថានភាពគ្រួសាររបស់សិស្សបន្តមកទៀតលោកគ្រូបាទជាតាមសូមគោរពអង្គការអកាវៈមាននឹងជាគណៈគ្រប់គ្រងវិទ្យាល័យសុខអានព្រៃដែរអញ្ចឹងចំពោះសិស្សកងសម្រាប់គាត់មានជីវភាពខ្វះខាតសពបែបយ៉ាងដែលគាត់បានខំសិក្សានៅវិទ្យាល័យសុខអានព្រៃដែរគាត់ទទួលបានលទ្ធផលវិទ្យាក្នុងឆ្នាំវិសា2024-2025អញ្ចឹងក្នុងនាមខ្ញុំជាគណៈគ្រប់គ្រងវិទ្យាល័យសុខអានព្រៃដែរសូមអំពាវនាវដល់អបអរជនក្នុងនិងក្រៅប្រទេសក៏ដូចជាសម្ដេចទាំងពីរជួយឧបត្ថម្ភដល់យុវតីកងប្រាំនេះដើម្បីគាត់បន្តការសិក្សាសម្រាប់មហាវិទ្យាល័យដល់ថ្ងៃអនាគតសូមអរគុណដល់ទុកជាមុនដល់សប្បុរសជនទាំងឡាយដែលអាចជួយឧបត្ថម្ភដល់យុវតីដែលគាត់ត្រូវបន្តការសិក្សានៅមហាវិទ្យាល័យនៅពេលពីមុខនេះបានចប់ហើយដែលឲ្យបានជាប់ដូចបំណងដែលគាត់ស្ពងបំណាសូមអរគុណដល់សប្បុរសជនអស់ដែលអាចមានលទ្ធភាពជួយដល់សិស្សដល់យុវតីកងខាងនេះតើមកទៅលោកគ្រូមានមតិយោបល់អីក៏និយាយពីប្រវត្តិសិក្សារបស់លោកក្រុមហ៊ុនក៏ខ្ញុំខ្ញុំជាគ្រូនៅវិទ្យាល័យសុខអានព្រៃដែរខ្ញុំមកគាត់ខ្ញុំសូមនិយាយពីសិស្សតបត្រង់នេះក៏ពិតជាមានជីវភាពខ្វះខាតពិតមែនពួកខ្ញុំពលិលើនឹងគាត់ពិបាកទាំងជួបបាយជួបដំណើរទាំងសម្ភារសិក្សាមកឥឡូវគាត់បានប្រឡងយកបាទអញ្ចឹងសូមទាវនាវដល់សប្បុរសជនទាំងឡាយអញ្ចឹងសម្ដេចពុកសម្ដេចម៉ែបាទដែលតែងតែយកចិត្តទុកដាក់ពុកសិស្សនៃក្រនឹងលើកខ្ពស់វិស័យអប់រំបាទអញ្ចឹងខ្ញុំសង្ឃឹមទុកជាមុនបាទសូមអរគុណ